ថ្ងៃនេះមកតាមចំណូមពរបងប្អូនស្រីគាត់ចំណូមពរខ្ញុំបែបជា2ខែជាងហើយបងប្អូនរបៀបធ្វើអាកោខ្ទិះឬក៏អាកោធម្មតាអាកោខ្ទិះនិងអាកោធម្មតាវាជារៀងតែគ្នាទេបងប្អូនគ្រាន់តែថាអាកោខ្ទិះយើងស្រោចខ្ទិះពីលើអញ្ចឹងណាហើយគាត់ចំណូមពរខ្ញុំប្រហែលជា2ខែជាងហើយឥឡូវនេះមកតាមចំណូមពរគាត់ហើយបងប្អូនព្រោះអីកូនពើខ្ញុំម្សិលមួយថ្ងៃគាត់ទាហូបនឹកឃើញមិនទាហូបអាកោបងប្អូនតោះតែមើលវិធីធ្វើទាំងអស់គ្នាមុនដំបូងយើងត្រូវតែដាក់មេលាយទឹកសិននេះគេហៅថាមេនំប៉័ងឬក៏មេនំប៉ាវតែភាសាអង់គ្លេសគេហៅយីសបងប្អូនខ្ញុំដាក់ទម្ងន់5ក្រាមស្មើនឹង1ស្លាបព្រាកាហ្វេកន្លះបើស្លាបព្រាបាយបងប្អូនវាល់1ស្លាបព្រាបាយស្មើណាហើយយើងលាយទឹកប្រហែល1ស្លាបព្រាលើសតិចទៅដើម្បីឲ្យយីសហ្នឹងវាសើមហើយវាឡើងល្អមេហ្នឹងណាបងប្អូនហើយយើងគ្របទុកមួយដៃទៅយើងយកពេលយើងនេះមកធ្វើទឹកស្ករលាយខ្ទិះដូងណាបងប្អូនខ្ទិះដូងខ្ញុំដាក់530ស្មើនឹង5លីត្រចុច3អញ្ចឹងណាហើយខ្ញុំដាក់ស្ករស120ក្រាមអំបិលបន្តិចបើបងប្អូនចូលចិត្តរាងផ្អែមមុតបងប្អូនដាក់1ខាំកន្លះស្មើនឹង150ក្រាមតែបើមិនចូលចិត្តផ្អែមបងប្អូនបន្ថយស្ករទៅបើចូលចិត្តផ្អែមប្រហែលខ្ញុំបងប្អូនដាក់កម្រិតប្រហែលខ្ញុំណាហើយយើងយកខ្ទិះដូងនិងស្ករហ្នឹងទៅកូរលើភ្លើងឲ្យវាលាយហើយស្ករសុំទោសខ្ទិះដូងហ្នឹងយើងមិនចាំបាច់ទុកដល់វាពុះទេគ្រាន់តែកូរវាក្តៅស្ករលាយទៅជាការស្រេចទេបងប្អូនយើងធ្វើឲ្យគឺថាក្តៅជាងអ៊ុនណាមកក្តៅល្មមបងប្អូនស្រួលស្ដាប់ជាងពេលស្ករលាយហើយខ្ទិះដូងយើងរៀងក្តៅជាការស្រេចហើយយើងបញ្ជាក់ណាយើងមិនបាច់ចាំទុកឲ្យដល់ពុះទេប៉ុណ្ណឹងបានហើយបងប្អូនហើយយើងទៅលាយម្សៅបើយើងទុកឲ្យខ្ទិះដូងនឹងក្តៅពុះពេកក៏អត់កើតដែរក្តៅប៉ុណ្ណឹងយើងបិទភ្លើងហើយយើងកូរវាតិចទៅដើម្បីឲ្យវាលាយបញ្ជាក់ឲ្យស្ករលាយបានល្អយើងមកលាយម្សៅខ្ញុំប្រើម្សៅផ្សាយហ្នឹង250ក្រាមស្មើនឹង2ខាំកន្លះហើយនឹងម្សៅឆាខ្ញុំដាក់70ក្រាមនេះខ្ទិះដូងបងប្អូនកូរស្ករលាយក្តៅប៉ុណ្ណឹងហើយយើងមកចាក់ចូលជាមួយម្សៅបងប្អូនគេយើងស្ទាបបានណាមិនទុកដល់លពុះទេណាហើយបញ្ជាក់បើមិនជាបងប្អូនមានស្ករត្នោតបងប្អូនប្រើស្ករត្នោតក៏បានដែរមិនបាច់ប្រើស្ករសណាប៉ុន្តែយើងត្រូវតែកូរលើភ្លើងឲ្យលាយដូចគ្នាហើយយើងយកខ្ទិះដូងនឹងចាក់ចូលលើម្សៅចឹងមកហើយយើងកូរឲ្យបានសព្វល្អទៅហើយបើបងប្អូនមិនចង់ដាក់ខ្ទិះដូងបងប្អូនអាចប្រើទឹកសុទ្ធក៏បានដែរប្រើទឹកយើងធម្មតាហ្នឹងទៅគ្រាន់តែកូរស្ករឲ្យលាយទៅជាការស្រេចហើយបងប្អូនយើងដាក់ខ្ទិះដូងអញ្ចឹងយើងយើងនឹកថាយើងមិនបាច់ស្រោចខ្ទិះដូងក៏ហូបទៅឆ្ងាញ់ដែរបងប្អូនគឺថាឈ្ងុយឆ្ងាញ់មែនទែនហើយសភាពនំទុនស្វិតហើយនំឡើងល្អហើយវាទុនស្វិតទៀតបងប្អូនទៅខ្ញុំប្រាប់ចឹងនំខ្លះវាឡើងប៉ុន្តែរៀងរឹងហើយហូបទៅផុសខ្ញុំអត់ចូលចិត្តរបៀបហ្នឹងឯងបងប្អូនហូបទៅអួលហើយនេះនំហ្នឹងខ្ញុំធ្វើតាមពួកចិនហុងកុងដែរបងប្អូនខ្ញុំឃើញអាកកនោះធ្វើទៅដូចតំណងពេលចុងភៅខ្ញុំក៏ធ្វើតាមគាត់ខ្ញុំធ្លាប់ធ្វើល្មុនហ្នឹងក៏ខ្ញុំធ្វើតាមគាត់ដែរបងប្អូនហើយស្ករហ្នឹងម្សៅហ្នឹងលាយសព្វល្អហើយយើងចាក់មេចូលបងប្អូនផឹកព្រលឹមឡើងនិយាយចេះតាក់ហើយយើងកូរមេហ្នឹងហើយនឹងម្សៅណាបានសព្វល្អហើយយើងគ្របវាទុកមួយដៃហើយនេះជាតិចនិចមួយទៀតដើម្បីធ្វើឲ្យម្សៅហ្នឹងឆាប់ឡើងមកល្អបើបងប្អូនអ្នកនៅស្រុកក្រៅខេត្តត្រជាក់បងប្អូនអាចរើសវិធីដូចខ្ញុំបានមិនបាច់ទៅរកកន្លែងណាផ្ងំហប់វាឬក៏ដាក់5ថ្ងៃទេបងប្អូនគឺងាយស្រួលមែនតើឥឡូវខ្ញុំគ្របវាទុកសិនហើយបានខ្ញុំទៅយកទឹកក្តៅយើងមិនបាច់ដាំពុះទេណាបងប្អូនគ្រាន់តែដាំឲ្យក្តៅដូចខ្ទិះដូងមិញបានហើយក្តៅលូកបានណានេះទឹកក្តៅបងប្អូនគ្រាន់តែដាំឲ្យវាក្តៅប៉ុណ្ណឹងបានហើយយើងយកម្សៅយើងដាក់ចូលក្នុងទឹកហ្នឹងទៅឲ្យគ្របវាទៅបងប្អូនយើងធ្វើបែបនេះនំឡើងល្អមែនតើហើយយើងមិនបាច់ផ្ទៀងម៉ោងទេខ្ញុំទុកនិយាយទៅខ្ញុំទុកប្រហែលជាអត់ដល់2ម៉ោងទេហើយយើងមកស្ទាបឆ្នាំងហ្នឹងមើលត្រជាក់ហើយនំឡើងល្មមបងប្អូនតែធ្វើមិនក៏មកទឹកចូលក្នុងម្សៅយើងស្ទាបមើលតាអាឆ្នាំងយើងរៀងត្រជាក់ហើយយើងលើកចេញមកម្សៅវាឡើងល្អបងប្អូនវាមិនឡើងខ្ញុំឃើញខ្លះគេធ្វើទៅឡើងប៉ោងឡើងពពុះខ្លាំងមែនទែនតែនំនេះអត់ពពុះទេបងប្អូនវាឡើងប៉ុន្តែឡើងរបៀបថាមកខាប់ល្អហើយវា
ចង់និយាយថាម៉េចវាអត់ហោះបងប្អូននេះថ្ងៃបុណ្យដំបូងកូនខ្ញុំបញ្ញាប់ពេកខ្ញុំចាក់ដាក់ពុំតាំងថាក់តែពុំតាំងថាក់ហ្នឹងវារាក់ពេកចាបងប្អូនតែអញ្ចឹងខ្ញុំដូរដាក់ពេងខ្ញុំវិញហើយពេងខ្ញុំក៏វាមិនមានច្រើនដែរវាតូចវាមានតែ12បងប្អូនហើយបញ្ជាក់បងប្អូនមួយទៀតបើសិនជាបងប្អូនចំហុយលៀងសឹងយើងធម្មតាបងប្អូនត្រូវតែចំហុយពេងហ្នឹងឲ្យក្តៅសិនតែឆ្នាំងចំហុយខ្ញុំវាពិសេសខ្ញុំមិនចាំបាច់ចំហុយពេងឲ្យក្តៅទេហើយយើងយកប្រេងបងប្អូនមានប្រេងដូងដូចខ្ញុំកាន់តែល្អលាបនឹងបាតពេងណាដើម្បីកុំឲ្យវាជាប់បើអត់ប្រេងដូងទេបងប្អូនប្រើប្រេងអីក៏បានដែរតែប្រេងដូងវាកាន់តែឈ្ងុយអញ្ចឹងណាហើយម្សៅហ្នឹងមុនចាក់បងប្អូនកូរវាបានសព្វល្អដល់ខាងក្រោមណាកូរវាហើយបានយើងយកមកចាក់ពេលចាក់ហ្នឹងបងប្អូនកុំដាក់ពេញពេកខ្ញុំដឹងថាបងប្អូនភាគច្រើនគាត់ចេះហើយតែបងប្អូនតែគាត់មិនតាន់ចេះគាត់អាចមើលតាមខ្ញុំបានព្រោះនៅស្រុកគេម្នាក់ច្រើនតែធ្វើនំហូបខ្លួនឯងអញ្ចឹងណានិយាយទៅនំនេះយើងមិនបាច់ស្រោចខ្ទិះក៏ហូបទៅឆ្ងាញ់ដែរបងប្អូនហើយមិនបាច់ដាក់សាច់ដូងក៏ឆ្ងាញ់ដែរព្រោះយើងដាក់ខ្ទិះដូងដាក់អីចឹងណាគឺថាឈ្ងុយឆ្ងាញ់មែនតើពីពេលនេះទៅខ្ញុំជប់ទិញគេហូបហើយបងប្អូនខ្ញុំចេះធ្វើរូបមន្តឆ្ងាញ់ហើយឥឡូវខ្ញុំយកទៅចំហុយរយៈពេលចំហុយទៅមើលលើពេងយើងទេធំឬតូចណាខ្ញុំចំហុយតែ20minuttទេបងប្អូនហើយបានហូបហើយនេះជាផ្នែកខ្ទិះស្រោចពីលើបើបងប្អូនចង់ស្រោចខ្ទិះពីលើបងប្អូនធ្វើតាមខ្ញុំទៅខ្ញុំប្រើខ្ទិះដូង250 ml ហើយខ្ញុំដាក់អំបិលចុងស្លាបព្រាកាហ្វេហើយខ្ញុំដាក់ម្សៅកកផ្សាយើង1ស្លាបព្រាបាយហើយម្សៅឆា2ស្លាបព្រាបាយចំណុះខ្ទិះដូង250 ml មីលីលីត្រហ្នឹងអង់គ្លេសគេហៅ ml ហ្នឹងណាបងប្អូនហើយខ្ញុំប្រើអាកែវនេះវាតូចពេកតិចទៀតខ្ញុំនឹងដូរធំហើយកុំប្រើតូចដូចខ្ញុំបងប្អូនមកពីអាកែវនេះវាមានចំណុះ250ដល់អញ្ចឹងខ្ញុំប្រើអាកែវហ្នឹងអញ្ចឹងណាហើយយើងកូរខ្ទិះដូងឲ្យម្សៅហ្នឹងឲ្យលាយសព្វល្អបានយើងយកទៅចាក់លើនំបងប្អូនឃើញចំណេញពេលទេយើងដាក់ចំហុយចោលទៅយើងមកលាយខ្ទិះដូងហើយនំយើងឆ្អិនល្មមហើយយើងយកទៅចាក់ពីលើនំហ្នឹងទៅបើយើងចង់ដាក់ខ្ទិះពីលើណាអាហ្នឹងជាអាកោខ្ទិះហ៎បងប្អូនហើយទៅខ្ញុំប្រាប់បងប្អូនណាបងប្អូនបាច់ស្រោចខ្ទិះហ្នឹងក៏ឆ្ងាញ់ដែរប៉ុន្តែគាត់ថាយើងថប់ពីលើទៀតវាកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនមើលនំឡើងល្អអត់នំឡើងល្អមែនតើហើយសាច់នំទុនស្វិតឆ្ងាញ់ហ៎បងប្អូនអូយកាលពីនៅពេញចូលចិត្តហូបណាថ្ងៃឡើងទៅទិញអាកោខ្ទិះយាយអូអាស័យហូបខ្ញុំធ្វើការនៅចិត្តអូអាស័យនៅចិត្តផ្សារអូអាស័យចាស់ហើយខ្ញុំអាសាតែទិញហូបហើយនំយើងឆ្អិនហើយយើងយកខ្ទិះដូងនេះមកស្រោចពីលើចំហុយរយៈពេលតែ5 minuttទេបងប្អូនបានហូបហើយកូនខ្ញុំក៏អត់ចូលចិត្តខ្ទិះពីលើទេគាត់ថាហូបទៅលេកឡាក់តែអញ្ចឹងខ្ញុំស្រោចឲ្យគាត់ខ្លះខ្លួនឯងខ្លះឲ្យកូនយើងទៅអានេះចំហុយលើកទី2ណាហើយខ្ញុំចំហុយ3ដងម្សៅប៉ុណ្ណឹងហូបបានច្រើនគ្នាបងប្អូនគឺចំណេញមែនតើធ្វើហូបខ្លួនឯងទៅហើយយើងលើកឡើងបានខ្ញុំយកទៅចំហុយថ្មីទៀតហើយយើងទុកយើងត្រជាក់ទៅយើងឆ្កេះវាទៅណាតែក្តៅពេកខ្លាចនំបែកបងប្អូនតែនំនេះវាទុនស្វិតឆ្ងាញ់មែនតើបងប្អូនបើបងប្អូនពេញចិត្តវីដេអូនេះបងប្អូន share ទុកមើលទៅណាចាត់ថ្ងៃក្រោយចេះអត់បាន share ទុកមើលបងវីដេអូនៅណាអីចឹងទៅណាវាពិបាករកព្រោះអីមួយថ្ងៃបងប្អូនអ្នកធ្វើវីដេអូដូចខ្ញុំអញ្ចឹងគឺមិនមែនដាក់តែមួយវីដេអូទេគឺដាក់វីដេអូច្រើនតែអញ្ចឹងវីដេអូថ្មីមកអាចាស់វារត់ទៅខាងក្រោមហើយបងប្អូនពិបាករកហើយបងប្អូនដល់តែ Facebook គេជំរុញម្ដងទៀតបានយើងឃើញអញ្ចឹងណានេះបងប្អូនឆ្កេះហើយយើងត្រូវដាក់ដៃខ្លួនយកមកអាខ្ទិះដាក់ដៃខ្ទិះអញ្ចឹងទៅកុំឲ្យវាកាពិកក្បាក់ជាប់ជាមួយអត់ខ្ទិះណាហើយហូបមួយម៉ាត់ទៅខ្ទិះឆ្ងាញ់ណាបងប្អូនហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែជួយ like និងជួយ share រាល់វីដេអូរបស់នាងខ្ញុំហើយនំនេះធានាថាទុនស្វិតឆ្ងាញ់ណាបងប្អូនឆ្ងាញ់ពិតអរគុណច្រើន